សួស្តីបងប្អូនទាំងគ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីរបៀបស្នើសុំរកលុយជាមួយនឹង Facebook ធម្មតាឬក៏ Facebook Page បាទអញ្ចឹងរបៀបក្នុងការស្នើសុំដើម្បីរកលុយបានបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹង Facebook យើងជាមុនសិនបាទបន្ទាប់មកទៀតបងប្អូនធ្វើការចុចកន្លែងសញ្ញាត្រេ3ដើម្បីយើងធ្វើការចូលជាមួយនឹង profile Facebook យើងណាបងប្អូនបាទបន្ទាប់មកទៀតយើងធ្វើការចុចទៅលើឈ្មោះ Facebook យើងមកបាទរួចហើយបងប្អូនមកដល់ត្រង់នេះបើសិនជាបងប្អូនធ្លាប់បើក mode អាជីពវានឹងចេញទម្រង់បែបហ្នឹងហើយបាទវានឹងចេញពាក្យថា see dashboard បាទអញ្ចឹងសម្រាប់តែបងប្អូនដែលធ្លាប់បើក mode អាជីពណាមានន័យថារកលុយជាមួយនឹង Facebook ណាបាទវានឹងចេញទម្រង់បែបហ្នឹងបន្ទាប់មកយើងធ្វើការចុចលើហ្នឹងមកអញ្ចឹងបន្ទាប់ពីយើងធ្វើការចុចលើហ្នឹងបងប្អូនកុំភ្លេចមើលត្រង់ចំណុចខាងលើបាទអញ្ចឹងយើង scroll ខាងលើបន្តិចមកបងប្អូននឹងឃើញពាក្យថា monetization បាទអញ្ចឹងយើងចុចទៅលើហ្នឹងបាទបន្ទាប់មកទៀតខាងក្រោមបងប្អូនបាទខាងក្រោមហ្នឹងគឺគេដាក់ថា content monetization បាទអញ្ចឹងបងប្អូនចុចទៅលើហ្នឹងមកបាទបន្ទាប់មកទៀតបងប្អូនវានឹងចេញទម្រង់បែបនេះហើយដោយសារតែខ្ញុំធ្លាប់ធ្វើការស្នើសុំម្ដងរួចរាល់ហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនសាស្ត្រថ្មីបាទបងប្អូននឹងឃើញពាក្យថា update interested បាទបើសិនជាអត់ធ្លាប់ស្នើសុំទេត្រង់ហ្នឹងគឺវាអត់ចេញពាក្យហ្នឹងមកឯណាបងប្អូនបាទអូខេបន្ទាប់មកទៀតយើងចុចលើហ្នឹងហើយបងប្អូននឹងឃើញត្រង់ចំណុចទី1ខាងលើហ្នឹងឯងបាទអញ្ចឹងបងប្អូនចុចត្រង់ខាងលើហ្នឹងមកបាទហើយវានឹងឲ្យយើងធ្វើការជ្រើសរើសហើយអញ្ចឹងទៅតាមប្រភេទនៃមាតិការបស់បងប្អូនទាំងអស់គ្នាបងប្អូនអាចធ្វើការជ្រើសរើសបានណាអញ្ចឹងសម្រាប់ខ្ញុំឧទាហរណ៍ចែកជូនបងប្អូនខ្ញុំជ្រើសរើសពាក្យថា digital creator បន្ទាប់មកខ្ញុំចុចពាក្យថាដាន់បាទត្រង់ចំណុចទី2បាទអញ្ចឹងបងប្អូនចុចត្រង់ចំណុចទី2មកវានឹងឃើញ4ប្រភេទនេះបាទទី1តកតងជាមួយនឹង video reel គេហៅថា video ខ្លីៗនឹងឯងបាទទី2តកតងជាមួយនឹងរូបថតបាទទី3តកតងជាមួយនឹង text របស់យើងហើយនឹងទី4តកតងជាមួយនឹង story អញ្ចឹងយើងគ្រីសយកទៅ4ហ្នឹងហើយយើងចុចដាន់មកបាទហើយត្រង់ចំណុចខាងក្រោមតកតងជាមួយនឹងបាទ interested មានន័យថា caption ឬក៏ការសរសេរការស្នើសុំរកលុយជាមួយនឹង Facebook អញ្ចឹងត្រង់ចំណុចហ្នឹងគឺជាចំណុចដ៏សំខាន់អញ្ចឹងសម្រាប់ពាក្យសរសេរហ្នឹងបាទពាក្យស្នើសុំហ្នឹងគឺខ្ញុំនឹងធ្វើការដាក់នៅខាងក្រោម comment សម្រាប់ចែកជូនបងប្អូនទាំងគ្នាយកទៅប្រើប្រាស់អញ្ចឹងបងប្អូនអាចធ្វើការយកទៅប្រើប្រាស់ដោយសេរីបានខ្ញុំនឹងដាក់នៅខាងក្រោមវីដេអូរបស់ខ្ញុំតែម្ដងណាបងប្អូនបាទហើយខាងក្រោមហ្នឹងយើងអាចធ្វើការផ្លាស់ប្ដូរបាទបើ page មិនបាច់ប្ដូរទេហើយបើសិនជា Facebook account យើងដូរត្រង់ចំណុចខាងក្រោមបន្តិចមកបាទត្រង់ចំណុចខាងក្រោមតកតងជាមួយនឹង share បងប្អូនចុចបើកកន្លែងហ្នឹងមកខ្ញុំបង្ហាញបន្តិចបាទតោះមកយើងចុចកន្លែងសញ្ញាព្រួយបងប្អូននឹងឃើញយើងអាចធ្វើការ share ទៅតាមplatform នីមួយៗបានអញ្ចឹងណាបងប្អូនបាទបើសិនជាអត់ចង់ share ទេយើងចុចបិទហើយយើងគ្រាន់តែធ្វើការចុច submit មកជាការស្រេចចាបងប្អូនអញ្ចឹងការស្នើសុំរកលុយជាមួយ Facebook គឺរួចរាល់ 100% ហើយបាទអ្វីដែលបងប្អូនគួរធ្វើបន្តគឺព្យាយាមផុសវីដេអូខ្លីៗឬក៏វីដេអូ reel បាទព្យាយាមផុសរូបថតបាទហើយនឹង story ឬក៏ text បាទអញ្ចឹងព្យាយាមធ្វើការផុសវីដេអូជាប្រចាំមកបាទអញ្ចឹងយើងអាចរងចាំការ invite បាទអរគុណជម្រាបលា